បាទជំរាបសួរបងប្អូនប្រិយមិត្តចិត្តឆ្ងាយទាំងអស់ជាទីមេត្រីក្នុងថ្ងៃនេះអូនគេឆ្ងល់ពាក្យឆ្លោកដែលមានខ្លឹមសារអត្ថន័យនឹងចង់ឲ្យបកស្រាយចឹងអូនបាទពាក្យថាជួនពីលរស់នឹងបណ្ឌិតលុះអស់ជីវិតលួងអាណែកមិនស្គាល់រសធម៌ជាឯកដូចវែកមិនស្គាល់រសជាតិសម្លចឹងមានន័យថាម៉េចហ៎បាទចឹងយើងកាត់ជាពីរកង់មួយយើងប្រៀបធៀបជួនពេលដែលរស់នៅជាមួយបណ្ឌិតណាបាទមួយទៀតយើងអធិប្បាយវែកញែកពីវែកដែលត្រាំនៅក្នុងសម្លហើយអត់ស្គាល់រសជាតិសម្លហ្នឹងអញ្ចឹងវាពីរវគ្គទី1ជួនពេលដែលរស់នៅក្នុងរស់នៅជាមួយបណ្ឌិតណាលុះអស់ជីវិតមួយជីវិតដែលគាត់រស់នៅហ្នឹងក៏គាត់មិនស្គាល់រសជាតិធម៌ជាឯកធម៌នឹងយ៉ាងណាសូម្បីថាឯកនាមកੰសពេសតាហារថេកាហ្នឹងក៏មិនដឹងដែរថាលេខ1គឺអាហារសពសត្វទាំងអស់រស់បានដោយសារអាហារហ្នឹងក៏គាត់អត់ដឹងដែរអញ្ចឹងទេជួនពេលហ្នឹងគឺគិតតែប្រព្រឹត្តនៅអំពើអាក្រក់ខួរក្បាលរបស់ខ្លួនហ្នឹងអ៊ីសាចំណែនឈ្នាននេះតោសៈលោភៈមោហៈពេញខ្លួនហ្នឹងអាក្រោតខឹងវង្វេងផន់អវិជ្ជាចូលនៅក្នុងខួរក្បាលហ្នឹងគេហៅថាមនុស្សពេលហ្នឹងណែកបណ្ឌិតអត់ទេបណ្ឌិតមនុស្សដែលមានគុណធម៌មនុស្សដែលមានមេត្តាករុណាពេញខ្លួនហ្នឹងហ្នឹងយល់ទេយល់ហ្នឹងហើយអញ្ចឹងបើសិនជាជួនពេលហ្នឹងមិនកែប្រែអប់រំចិត្តឲ្យទៅជាបណ្ឌិតទេគឺរស់នៅមួយជីវិតហ្នឹងក៏មិនស្គាល់រសធម៌ជាឯកដូចវែកមិនស្គាល់រសជាតិសម្លចឹងអញ្ចឹងយើងអត្ថាធិប្បាយអំពីវែកដែលមិនស្គាល់រសជាតិសម្លបងឯងយល់ទេយល់បងយល់វែកវាត្រាំនៅក្នុងសម្លហ្នឹងសម្លម្ជូរគ្រឿងសម្លប្រហើសម្លកកូឬសម្លការីសារ៉ាម៉ាន់អីក៏ដោយក៏គ្មានដឹងដែរអត់ដឹងវែកហ្នឹងអត់ដឹងទេអត់ដឹងទេហ្នឹងហើយអញ្ចឹងបានថាលុះត្រាណាតែយើងមនុស្សយកមកលិតភ្លក់អណ្ដាតបានដឹងរសជាតិសម្លហ្នឹងយ៉ាងណាអញ្ចឹងវែកហ្នឹងមនុស្សពេលហ្នឹងគេប្រៀបធៀបដូចជាវែកចឹងបាទត្រាំនៅក្នុងសម្លតែគ្មានដឹងរសជាតិសម្លហ្នឹងយ៉ាងណាឡើយជួនពេលក៏ដូចនោះដែរអញ្ចឹងបានមានពាក្យកាមួយទៀតថាគប់ប្រាជ្ញនាំប្រាណឲ្យបានសុខគប់ពេលនាំស្ដុកចិត្តមួហ្មងគប់ប្រាជ្ញនាំឃ្លាតចាក់បាបផងគប់ពេលសៅហ្មងជាប្រក្រដីឃើញទេបាទអញ្ចឹងយើងគួរណាស់តែខ្សែបគប់លោកដែលជាអ្នកប្រាជ្ញហ្នឹងហើយផ្លូវធរក្តីផ្លូវលោកក្តីបាទចុះលោកអ្នកប្រាជ្ញមួយដែលរកឃើញគណិតវិទ្យានោះមួយទស្សនវិជ្ជាអីអត់ដូចអីនេះដូចសូក្រាតហ្នឹងដល់គាត់រកឃើញទៅគាត់សប្បាយចិត្តពេកគាត់ងើបពីទឹកមកទាំងស្រាតហើយគាត់ស្រែកថាខ្ញុំរកឃើញគេថាគាត់ស្គួតបាទតែដល់ចុងក្រោយគេឃើញអាទ្រឹស្ដីរបស់គាត់នឹងល្អគេយកធ្វើតាមរហូតដល់បច្ចុប្បន្ននេះបាទគេលើកគាត់ជាអ្នកប្រាជ្ញប៉ុន្តែបងភ្លេចឈ្មោះហើយប៉ុន្តែពីមុនពេលគាត់រកឃើញគាត់សប្បាយចិត្តពេកហ្នឹងហើយគាត់ស្រែកថាខ្ញុំរកឃើញគេថាគាត់មនុស្សស្គួតឬក៏ចរិតហ្នឹងហើយបាទអញ្ចឹងទេយើងត្រូវសិក្សាស្រាវជ្រាវអំពីគុណធម៌អំពីទស្សនវិជ្ជាខាងផ្លូវលោកផ្លូវធម៌អីហ្នឹងឲ្យបានច្បាស់លាស់ហើយយើងត្រូវមានគុណធម៌នៅក្នុងខ្លួនមានមេត្តាករុណាទៅគេហៅថាមនុស្សដែលល្អមិនបាច់ទៅដល់ជាបណ្ឌិតក៏ល្អដែរបាទអរគុណជម្រាបលា